សូមជូនរឿងថ្ងៃបុណ្យណូអែលរបស់សម្បូរនាព្រឹកព្រលឹមដ៏ស្រស់បំព្រងមួយសម្បូរមានភារកិច្ចសំខាន់មួយខ្ញុំត្រូវតែយកសម្បត្តិនេះទៅឲ្យលោកតាទីតុយឲ្យទាន់ពេលផ្លូវទៅផ្ទះលោកតាទីតុយគឺវែងឆ្ងាយណាស់សម្រាប់សត្វខ្យងតូចដូចជាសម្បូរទោះបីជាផ្លូវឆ្ងាយក៏ខ្ញុំមិនបោះបង់ដែរប៊ុនណាតដែលជាតុនសាយរហ័សបានឃើញសម្បូរហើយក៏ឈប់សួរសម្បូរចង់ឲ្យខ្ញុំជួយយកសម្បត្តិនោះទៅឲ្យទេខ្ញុំលឿនជាងសម្បូរចង់បំពេញភារកិច្ចនេះដោយខ្លួនឯងអរគុណបណ្ណាតប៉ុន្តែនេះជាភារកិច្ចរបស់ខ្ញុំត្រូវធ្វើវាដោយខ្លួនឯងបន្ទាប់មកវណ្ណៈដែលជាសត្វកញ្ច្រងក៏បានមកដល់មកឡើងលើអូសទាញរបស់ខ្ញុំមកសម្បូរយើងនឹងទៅដល់ភ្លាមសម្បូរបដិសេធម្ដងទៀតគាត់ដឹងថាការតស៊ូពិតជាមានតម្លៃចិត្តដល់ហើយបន្តិចទៀតទេគាត់ត្រូវឆ្លងកាត់ឧបសគ្គជាច្រើនទោះបីវាហាក់ដូចជាតូចសម្រាប់ញាក់ដទៃក៏ដោយខ្ពស់ណាស់ប៉ុន្តែខៀងអាចធ្វើបានផ្ទៃទឹកកករអិលខាំងប៉ុន្តែសម្បូរនៅតែបន្តទៅមុខអូយរអិលឡានប៉ុន្តែខ្ញុំជិតដល់ហើយនៅទីបញ្ចប់សម្បូរក៏បានទៅដល់ផ្ទះលោកតាទីទុយអូសម្បូរចៅមកដល់ហើយលោកតាកំពុងរងចាំចៅសម្បូរបានដឹងថាការព្យាយាមពិតជាផ្ដល់លទ្ធផលយ៉ាងពិតប្រាកដរីករាយថ្ងៃបុណ្យណូអែលអ្នកទាំងអស់គ្នាខ្ញុំសប្បាយចិត្តណាស់ដែលបានមកដល់ទីនេះ